ព័ត៌មានធំ3នៅទី4ខែ5ឆ្នាំ2026ព័ត៌មានទី1គឺយោងទៅតាមសារព័ត៌មានអាចារ្យសារ៉ាលោកនេតាន់យ៉ាហ៊ូប្រកាសផែនការចំណាយធំសម្រាប់យោធានាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយថាប្រទេសនឹងវិនិយោគប្រហែលជា119,000 ប៊ីលានដុល្លារគោលបំណងគឺអភិវឌ្ឍប្រព័ន្ធអាវុធនិងបច្ចេកវិទ្យាយោធាផ្ទាល់ខ្លួនមូលហេតុសំខាន់កាត់បន្ថយការពឹងផ្អែកទៅលើបរទេសមិនចង់ពឹងទៅលើប្រទេសដទៃដូចជាសហរដ្ឋអាមេរិកសម្រាប់អាវុធនិងជំនួយយោធា2ពង្រឹងសមត្ថភាពការពារជាតិអាចផលិតនិងអភិវឌ្ឍអាវុធដោយខ្លួនឯងត្រៀមសម្រាប់ស្ថានភាពសង្គ្រាមយូរអង្វែង3ឆ្លើយតបស្ថានភាពតានតឹងនៅក្នុងតំបន់ជាពិសេសជាមួយនឹងអ៊ីរ៉ង់និងក្រុមហេសបូឡាអ្វីដែលអ៊ីស្រាអែលកំពុងតែអភិវឌ្ឍទី1ដូចជាប្រព័ន្ធការពារអវកាសដូចជា Iron Dome ចំនួនថ្មី drone ហើយនិង AI សម្រាប់ធ្វើសង្គ្រាម missile ប្រព័ន្ធ missile និងប្រព័ន្ធការពារ missile ហើយនិងប្រព័ន្ធការពារ cyber ប្រព័ន្ធការពារ cyber បច្ចេកវិទ្យាស៊ើបការណ៍ដោយប្រព័ន្ធ AI ផលប៉ះពាល់អ៊ីស្រាអែលអាចនឹងក្លាយទៅជាយោធាឯករាជ្យខ្លាំងជាងមុនការប្រកួតប្រជែងអាវុធនៅមជ្ឈមបូព៌ាអាចនឹងកើនឡើងអាចនឹងប៉ះពាល់ដល់ទំនាក់ទំនងជាមួយនឹងសម្ព័ន្ធមិត្តសេចក្តីសន្និដ្ឋាននេះគឺជាជំហានធំមួយដែលអាចធ្វើឲ្យអ៊ីស្រាអែលចង់ក្លាយទៅជាមហាអំណាចយោធាផ្ទាល់ខ្លួននិងត្រៀមខ្លួនសម្រាប់សង្គ្រាមអនាគតដែលមិនពឹងផ្អែកទៅលើអ្នកផ្សេងនេះព័ត៌មានទី2បើយោងទៅតាមសារព័ត៌មានTruth Social របស់ប្រធានាធិបតីលោក Donald Trump សេដ្ឋកិច្ចអាល្លឺម៉ង់កំពុងតែមានបញ្ហាអត្រាអត់ការងារធ្វើកើនដល់ 6.4% ចំនួនអ្នកអត់ការងារធ្វើលើស3លាននាក់នេះបើយោងទៅតាមសារព័ត៌មាន Reuters អ្នកជំនាញបានប្រមានថាសេដ្ឋកិច្ចអាចនឹងប្រឈមហានិភ័យធ្លាក់ចុះដោយសារតែតម្លៃថាមពលនិងសង្គ្រាមអ៊ីរ៉ង់នេះមានន័យថាទោះបីជាមានកំណើនតិចតួចក៏ទីផ្សារការងារនៅតែខ្សោយភាពតានតឹងរវាងអាមេរិកនិងអាល្លឺម៉ង់លោក Donald Trump បានរិះគន់នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ថាអាល្លឺម៉ង់គួរតែជួសជុលប្រទេសខ្លួនឯងជាពិសេសគឺសេដ្ឋកិច្ចនិងជនអន្តោប្រវេសន៍និងធម្មពលហើយកុំចូលជ្រៀតជ្រែកក្នុងការដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែរនៅអ៊ីរ៉ង់នេះបង្ហាញពីការបែកបាក់មិត្តភាពរវាងសម្ព័ន្ធមិត្ត NATO មូលហេតុនៃចំនួនអាល្លឺម៉ង់បានរិះគន់យុទ្ធសាស្ត្រអាមេរិកក្នុងសង្គ្រាមអ៊ីរ៉ង់ខណៈដែលអាមេរិកចាត់ទុកថាកំពុងតែការពារពិភពលោកពីគ្រោះថ្នាក់នុយក្លេអ៊ែរផលប៉ះពាល់សំខាន់សម្ព័ន្ធមិត្តអាមេរិកអឺរ៉ុបអាចនឹងមានភាពទន់ខ្សោយអាល្លឺម៉ង់គួរប្រឈមទាំងបញ្ហាសេដ្ឋកិច្ចក្នុងប្រទេសនិងសម្ពាធអន្តរជាតិសង្គ្រាមនៅអ៊ីរ៉ង់កំពុងតែប៉ះពាល់ដល់ថាមពលនិងសេដ្ឋកិច្ចពិភពលោកសរុបមកអាល្លឺម៉ង់កំពុងតែជួបនៅបញ្ហាសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរខណៈដែលអាមេរិកនិងអាល្លឺម៉ង់មានការខ្វែងគំនិតទៅលើអ៊ីរ៉ង់នេះអាចនាំមានការផ្លាស់ប្ដូរដ៏ធំក្នុងនយោបាយអន្តរជាតិព័ត៌មានទី3យោងទៅតាមសារព័ត៌មានអាចារ្យសារ៉ាចិនបានបដិសេធទៅលើពន្ធដែលអាមេរិកបានដាក់ទៅលើចិនហើយអាមេរិកបានដាក់ពន្ធទៅលើចិនក្នុងការទិញប្រេងទៅលើអ៊ីរ៉ង់អញ្ចឹងចិនគាត់មិនទទួលយកមិនអនុវត្តនៅទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទេចិនបានបដិសេធនឹងទប់ស្កាត់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើអ៊ីរ៉ង់ខណៈដែលអាមេរិកកំពុងតែដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុននិងបណ្ដាញពាក់ព័ន្ធនឹងអ៊ីរ៉ង់ជាពិសេសគឺប្រេងនិងយោធាប៉ុន្តែចិនមិនគ្រប់គ្រងទណ្ឌកម្មបែបនេះហើយថាវាជាទណ្ឌកម្មឯកតោភាគីមិនស្របច្បាប់អន្តរជាតិចិននៅតែជាអ្នកនាំប្រេងធំបំផុតពីអ៊ីរ៉ង់និងព្យាយាមបន្តទំនាក់ទំនងសេដ្ឋកិច្ចនេះបង្ហាញថាមានការប្រឆាំងគ្នារវាងសហរដ្ឋអាមេរិកនិងចិនដើម្បី
គ្រប់គ្រងដើម្បីចង់គ្រប់គ្រងអេរ៉ង់ពីរក្រុមហេបូឡាបានបង្កើនការប្រើប្រាស់ដ្រូនទៅលើព្រំដែនលីបង់ដើម្បីវាយប្រហារទៅលើអ៊ីស្រាអែលក្រុមហេបូឡាបានគ្រប់គ្រងដោយអ៊ីស្រាអែលកំពុងតែបង្កើតការវាយប្រហារដោយដ្រូននិងមីស៊ីលទៅលើអ៊ីស្រាអែលស្ថានភាពនៅតំបន់កាន់តែតានតឹងមិនអាចនាំទៅដល់សង្គ្រាមធំដែលនឹងអាចនាំទៅដល់សង្គ្រាមធំបីស្ថានភាពនៅសង្គ្រាមនៅអ៊ីរ៉ង់កំពុងតែពង្រីកសង្គ្រាមពាក់ព័ន្ធមានដូចជាអ៊ីរ៉ង់អាមេរិកអ៊ីស្រាអែលនិងក្រុមហេបូឡាមានការវាយប្រហារនិងការបិទផ្លូវប្រេងនិងវិបត្តិសេដ្ឋកិច្ចនៅក្នុងតំបន់ចិនក៏បានអំពាវនាវឲ្យបញ្ឈប់ភាពតានតឹងនិងការវាយប្រហារចិនកំពុងតែប្រឆាំងទៅនឹងការដាក់ទណ្ឌកម្មអាមេរិកនិងគ្រប់គ្រងរក្សាទំនាក់ទំនងជាមួយនឹងអ៊ីរ៉ង់ក្រុមហេបូឡាកំពុងតែប្រើដ្រូនធ្វើសង្គ្រាមទៅលើឲ្យកាន់តែគ្រោះថ្នាក់តំបន់មជ្ឈិមបូព៌ាកំពុងតែក្លាយទៅជាសង្គ្រាមធំ